ตาកំពុងមានអាចកបាំងអ្វីសកម្មភាពចាក់ថ្មនិងខ្សាច់រំលោភចូលច្រាំងទលេនៅខណ្ឌជ្រោយចង្វាធ្វើឡើងយ៉ាងកក្រឹកកក្រែងខណៈអាជ្ញាធរនិងមន្ទីរជំនាញរក្សាភាពស្ងៀមស្ងាត់ស្របពេលដែលរាជរដ្ឋាភិបាលកំពុងរឹតបន្តឹងលើការការពារទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋស្រាប់តែនៅមូលដ្ឋានសង្កាត់បាក់ខែងបែរជាលេចឡើងនៅសកម្មភាពចាក់ថ្មនិងខ្សាច់រំលោភចូលច្រាំងទលេយ៉ាងអនាធិបតេយ្យដែលកំពុងតែបង្កើតជាបន្ទិលសង្ស័យយ៉ាងខ្លាំងពីមហាជនជំវិញចំណាត់ការនិងទូនីតិរបស់អាជ្ញាធរមូលដ្ឋានក៏ដូចជាមន្ទីរជំនាញយោងតាមប្រភពព័ត៌មានដែលភ្នាក់ងារសារព័ត៌មានយើងទទួលបានពីប្រជាពលរដ្ឋក្នុងមូលដ្ឋាននាថ្ងៃទី26ខែមិថុនាឆ្នាំ2026នេះបានរាយការណ៍ថាមានបុគ្គលមានលុយមានអំណាចម្នាក់បាននឹងកំពុងធ្វើសកម្មភាពចាក់ថ្មនិងខ្សាច់រំលោភយកច្រាំងទលេយ៉ាងបំពានច្បាប់ភ្លាមក្រោយទទួលដំណឹងរាយការណ៍ភ្នាក់ងារសារព័ត៌មានយើងបានចុះទៅពិនិត្យដល់ទីតាំងជាក់ស្ដែងដែលស្ថិតនៅខាងជើងវត្តច្បក់មាសចម្ងាយប្រមាណ200ម៉ែត្រក្នុងភូមិច្បក់មាសសង្កាត់បាក់ខែងខណ្ឌជ្រោយចង្វារាជធានីភ្នំពេញនៅទីតាំងនោះយើងបានជួបប្រទះនៅទិដ្ឋភាពដ៏គួរឲ្យភ្ញាក់ផ្អើលដោយមានសាឡង់ដឹកថ្មធំកំពុងធ្វើសកម្មភាពចាក់ថ្មនិងខ្សាច់ចូលទៅក្នុងច្រាំងទលេយ៉ាងកក្រឹកកក្រែងនិងចំហបំផុតដោយគ្មានការកោតក្រែងច្បាប់ទាល់តែសោះគឺធ្វើឲ្យប្រជាពលរដ្ឋក្នុងមូលដ្ឋានមានចម្ងល់លើកជាសំដួលដេញដោលគ្នាថាតើអាជ្ញាធរនិងមន្ត្រីធនធានទឹកកំពុងបិទភ្នែកឬមានចេតនាបណ្តែតបណ្តោយសកម្មភាពបំផ្លិចបំផ្លាញនិងរំលោភបំពានដីចំណីទន្លេដ៏ធំធេងបែបនេះមិនមែនជាការលួចលាក់ធ្វើនៅក្នុងផ្ទះឬធ្វើឡើងក្នុងរយៈពេល1ឬក៏2នាទីនោះទេសកម្មភាពបើកសឡង់ចាក់ថ្មនិងខ្សាច់ទាំងបំពីនេះបានកើតឡើងចំកណ្ដាលភ្នែកមហាជនចុះហេតុអ្វីបានជាអាជ្ញាធរភូមិសង្កាត់និងខណ្ឌជ្រោយចង្វាដែលជាអ្នកក្តាប់ផ្ដាប់សន្តិសុខនិងស្ដាប់ធ្នាប់ផ្ទាល់នៅក្នុងមូលដ្ឋានបែរជាមិនដឹងមិនឮឬមិនឃើញសកម្មភាពនេះទៅវិញតើនេះជាភាពទន់ខ្សោយនៃការគ្រប់គ្រងឬជាការបាក់ដៃឲ្យបុគ្គលមានលុយធ្វើអ្វីតាមអំពើចិត្តឬមន្ទីរធនធានទឹកនិងអូតូនិយមរាជធានីភ្នំពេញដែលជាសេនាធិការនិងជាអ្នកមានវិជ្ជាជីវៈផ្ទាល់ក្នុងការការពារប្រព័ន្ធធារាសាស្ត្រនិងដីចំណីច្រាំងទលេបែរជាបណ្ដោយឲ្យមានការចាក់ដីខ្សាច់និងថ្មធ្វើឲ្យប៉ះពាល់ដល់ចរន្តទឹកនិងបង្កហានិភ័យដល់ការបាក់ច្រាំងទលេទៅវិញតើមន្ទីរជំនាញបានចុះពិនិត្យឬមានការចេញច្បាប់អនុញ្ញាតដែរឬទេបើគ្មានច្បាប់តើហេតុអ្វីមិនមានវិធានការទប់ស្កាត់ជាបន្ទាន់ប្រជាពលរដ្ឋបានលើកឡើងជាសំណួរថាប្រសិនបើជាពលរដ្ឋក្រីក្រវិញគ្រាន់តែជួសជុលផ្ទះឬចាក់ដីបន្តិចបន្តួចច្បាស់ជាត្រូវអាជ្ញាធរចុះមកសួរនាំនិងហាមឃាត់ភ្លាមប៉ុន្តែចុះហេតុអ្វីចំពោះបុគ្គលមានលុយមានអំណាចអាចនាំទាំងសាឡាងដឹកថ្មដឹកខ្សាច់ធំមកចាក់បំផ្លាញច្រាំងទលេជាសាធារណៈបានដោយរលូនបែបនេះតែច្បាប់មានការលើកលែងចំពោះអ្នកមានលុយមែនដែរឬទេមហាជនក៏ដូចជាពលរដ្ឋរស់នៅក្នុងមូលដ្ឋានសង្ឃឹមថាឯកឧត្តមខួងស្រេងអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញក៏ដូចជាក្រសួងជំនាញនឹងមិនបណ្ដោយឲ្យករណីរំលោភបំពានយកទ្រព្យសម្បត្តិរដ្ឋនៅសង្កាត់បាក់ខៃនេះคล้ายជាគំរូអាក្រក់នៅក្នុងសង្គមនោះឡើយអង្គភាពសារព័ត៌មានយើងនឹងបន្តស្វែងរកការបកស្រាយពីគ្រប់ភាគីពាក់ព័ន្ធទាំងភាគីម្ចាស់ទីតាំងអាជ្ញាធរដែនដីសង្កាត់ខណ្ឌនិងមន្ទីរធនធានទឹកនិងអូតូនិយមរាជធានីភ្នំពេញដើម្បីជម្រះមន្ទិលសង្ស័យរបស់មហាជននិងដើម្បីបង្ហាញពីដំណាភាពនៃការអនុវត្តច្បាប់